សូមនមស្ការនិងជម្រាបសួរមិត្តអ្នកស្ដាប់នៃเพจអភិធម្មនិងវិបស្សនាទាំងអស់គ្នាក្នុងជីវិតរបស់មនុស្សម្នាក់គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ជួបឧបសគ្គនោះទេប៉ុន្តែតើអ្វីទៅជាគន្លឹះពិតប្រាកដនៅក្នុងការជំនះនៅរាល់ការលំបាកទាំងនោះថ្ងៃនេះយើងនឹងលើកយកមេរៀននេះមកគោលមានតម្លៃ3ចំណុចចេញអំពីសុភៅស្រីធម្មនន្ទតើត្រូវជំរះឧបសគ្គរបស់អ្នកយ៉ាងដូចម្តេចដើម្បីមកចែករំលែកជាធម្មទានសម្រាប់អ្នកទាំងអស់គ្នាចំណុចទី1គឺការផ្លាស់ប្ដូរឥរិយាបថចំពោះបញ្ហាចំណុចទី1ដែលយើងត្រូវយល់ដឹងអំពីការផ្លាស់ប្ដូរទស្សនៈចំពោះឧបសគ្គព្រះរាជគុណកោស្រីធម្មនន្ទបានបង្រៀនថាឧបសគ្គមិនមែនជាជញ្ជាំងដែលមករារាំងផ្លូវយើងរហូតនោះទេតែវាគឺជាគ្រូបង្រៀនបញ្ហាដែលកើតឡើងនៅក្នុងជីវិតវាកើតមកដើម្បីសាកល្បងកម្លាំងចិត្តនិងបញ្ញារបស់យើងនៅក្នុងផ្លូវអភិធម្មយើងដឹងថាអ្វីគ្រប់យ៉ាងកើតឡើងដោយមានហេតុនិងបច្ច័យការព្រួយបារម្ភមិនមែនជាដំណោះស្រាយទេតែការមានសតិដឹងខ្លួនថាអ្វីជារបស់មិនទៀងនឹងជួយឲ្យយើងមានចិត្តស្ងប់ដើម្បីរកផ្លូវចេញកុំសួរថាហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំប៉ុន្តែត្រូវសួរថាតើរឿងនេះបង្រៀនអ្វីដល់ខ្ញុំចំណុចទី2គឺការយកឈ្នះភាពភ័យខ្លាចនិងការបំពេញតួនាទីចំណុចទី2ដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសៀវភៅនេះគឺការឈ្នះលើភាពភ័យខ្លាចក្នុងសៀវភៅបានបញ្ជាក់ថាមនុស្សជាច្រើនខ្លាចខ្មោចឬក៏សាកសពប៉ុន្តែភាពពិតទៅមនុស្សរស់នៅដែលមានចិត្តអាក្រក់និងចិត្តដែលពោរពេញទៅដោយកិលេសទៅវិញទេដែលគួរឲ្យខ្លាចជាងឧបសគ្គដ៏ធំបំផុតដែលរារាំងយើងមិនឲ្យជោគជ័យគឺភាពភ័យខ្លាចដែលកើតចេញពីចិត្តខ្លួនឯងដើម្បីជំរះវាបានយើងត្រូវបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុតមិនថាចំពោះគ្រួសារសង្គមឬក៏សាសនាកាលណាស្មារតីរបស់យើងផ្ដោតទៅលើកាតព្វកិច្ចនិងសីលធម៌ចិត្តរបស់យើងនឹងមានកម្លាំងខ្លាំងក្លាមិនងាយរង្គោះរង្គើដោយសារពាក្យសម្ដីឬការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅឡើយចំណុចចុងក្រោយគឺការត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ដោយសន្តិវិធីការជំនះឧបសគ្គក្នុងលោកនេះមិនមែនដើម្បីតែភាពមានបាននោះទេប៉ុន្តែគឺដើម្បីសន្តិភាពក្នុងចិត្តប្រសិនបើយើងរស់នៅដោយមិនបានបំពេញភារកិច្ចនិងមិនបានសន្សំកុសលធម៌ទេយើងនឹងចាកចេញពីលោកនេះទៅដោយភាពស្ដាយក្រោយនិងភ័យខ្លាចតាមរយៈការអនុវត្តវិបស្សនាយើងរៀនសង្កេតមើលរូបនិងនាមរៀនលះបង់ការតោងទាមកាលណាយើងលះបង់បានចិត្តយើងនឹងស្រាលឧបសគ្គដែលធ្លាប់តែធ្ងន់ធ្ងរដូចភ្នំនឹងប្រែជាស្រាលដូចសម្លៃនៅពេលដែលយើងយល់ពីច្បាប់ធម្មជាតិជាចុងក្រោយសូមចងចាំថាឧបសគ្គគឺជាឱកាសដើម្បីលូតលាស់សូមឲ្យការស្ដាប់នេះជាពន្លឺជួយបំភ្លឺផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំនិងជំនះបានរាល់ការលំបាកក្នុងជីវិតសូមអនុមោទនាបុណ្យនិងអរគុណសម្រាប់ការតាមដានเพจអភិធម្មនិងវិបស្សនាសូមអនុមោទនា